ភាពខុសគ្នារវាងអំណាចនៅខាងក្រៅជាមួយនឹងអំណាចនៅខាងក្នុងធម្មតាមនុស្សយើងម្នាក់ៗអ្នកខ្លះមានឈ្មោះថាមានអំណាចមែនតែអត់មានមនុស្សជុំវិញខ្លួនគេគោរពឲ្យតម្លៃតែអ្នកខ្លះទៀតអត់មានឈ្មោះឬមួយក៏គេឈ្មោះមុខមាត់អីដែលមានអំណាចទេតែសួរថាហេតុអីក៏អ្នកជុំវិញខ្លួនគេគោរពឲ្យតម្លៃនោះគេហៅថាអំណាចនៅពីខាងក្នុងធម្មតាអំណាចខាងក្រៅគឺមានន័យថាគេអាចជាបុគ្គលម្នាក់ដែលមានឋានៈតួនាទីធំដុំអញ្ចឹងទៅតែអំណាចពីខាងក្នុងវិញអ្នកខ្លះទៀតក៏គាត់មានឋានៈមុខមាត់តួនាទីធំដុំតែអ្នកខ្លះទៀតក៏អត់ទេតែអីដែលសំខាន់គឺចិត្តគំនិតរបស់គាត់និងប្រាជ្ញាឆ្លាតវៃវៃរបស់គាត់ហើយនឹងភាពលេចធ្លោដែលពីខាងក្នុងចេញមកក្រៅរបស់គាត់នឹងឲ្យធ្វើឲ្យគាត់មានអាចនិយាយបានថាពន្លឺនិងធម៌ពលម្យ៉ាងដែលធ្វើឲ្យអ្នកជុំវិញខ្លួនគឺតែងតែគោរពកោតខ្លាចពេលខ្លះគាត់អត់បាននិយាយអីផងគេគ្រាន់តែមើលមុខគាត់ក៏ធ្វើឲ្យគេនឹងអាចនឹងញញើតឬកោតខ្លាចដោយមិនហ៊ានបំពេញគាត់បានដែរនេះហើយគឺជាអំណាចនៅពីខាងក្នុងហើយសម្រាប់អំណាចនៅពីខាងក្រៅវិញមានឈ្មោះថាមានឥទ្ធិពលឬមួយក៏ឋានៈតួនាទីត្រឹមត្រូវឬមួយក៏ខ្ពង់ខ្ពស់មែនតែសួរថាអ្នកជុំវិញខ្លួនកោតខ្លាចអត់ទេដោយសារតែពេលខ្លះគាត់មានតែគេឈ្មោះនៅខាងក្រៅដែលមានអំណាចមែនតែអារម្មណ៍ឬមួយក៏ធម៌ពលនៅពីខាងក្នុងរបស់គាត់នឹងទន់ជ្រាយឬមួយក៏ទន់ខ្សោយអាចនិយាយបានថាមានអំណាចតែឈ្មោះតែអត់មានសិទ្ធិនៅក្នុងការគ្រប់គ្រងអំណាចមួយនឹងនេះហើយគឺជាអំណាចនៅខាងក្រៅដែលមនុស្សជុំវិញខ្លួនណាពេលខ្លះទោះបីជាមានឋានៈតួនាទីមិនដល់គាត់ក៏អាចឆ្លៀតឱកាសជន់គាត់បានដែរដោយសារអីដោយសារតែគាត់ខ្វះធម៌ពលនៅពីខាងក្នុងនឹងឯងអញ្ចឹងវីដេអូនេះត្រឡប់មកវិញខ្ញុំចង់បង្ហាញប្រាប់អ្នកទាំងអស់គ្នាបន្តិចមនុស្សយើងម្នាក់ៗមិនមែនប្រកាសថាឲ្យតែមានអំណាចនៅខាងក្រៅហ្នឹងគឺអាចធ្វើឲ្យគេគ្រប់កោតខ្លាចឬមួយក៏ញញើតបាននេះហើយសម្រាប់មនុស្សដែលមិនមានឋានៈតួនាទីអីសោះតែពេលខ្លះធម្មពលនៅខាងក្នុងខ្លួនរបស់គាត់នេះមានរដ្ឋអំណាចសាយភាចេញមកខាងក្រៅធ្វើឲ្យមនុស្សជុំវិញខ្លួននឹងគោរពកោតខ្លាចដោយមិនដឹងខ្លួនអ្នកខ្លះគ្រាន់តែងាកឃើញមុខគាត់ក៏មានអារម្មណ៍ថាញញើតហើយអត់ចង់ហ៊ាននិយាយជាមួយគាត់ឬមួយក៏អត់ចង់ធ្វើអីដែលបំពេញគាត់ដែរដោយសារខ្លាចអំណាចពីខាងក្នុងរបស់គាត់នឹងឯងអញ្ចឹងហើយមុននឹងទទួលបានអំណាចពីខាងក្នុងយើងត្រូវផ្ដើមចេញពីមនុស្សដែលមើងម៉ាត់មកចត់ល្អិតល្អន់ហើយប្រកាន់សច្ចធម៌ទៀងត្រង់ហើយនិយាយមួយដឹងមួយពីរដឹងពីរនិយាយហើយត្រូវធ្វើឲ្យបានកុំនិយាយចោលអត់ប្រយោជន៍នោះហើយទៅបង្កើនអំណាចនៅពីខាងក្នុងខ្លួនយើងបានហើយអ្នកខ្លះទៀតមានអំណោយទានធម្មជាតិមកគឺមុខមានអំណាចតែម្ដងនោះក៏ជាអំណាចនៅពីខាងក្នុងដូចគ្នាអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងបើសិនជាគិតថាល្អក៏យកទុកបើគិតថាមិនល្អទេក៏អស់រំលងហើយសម្រាប់អ្នកដែលចូលចិត្ត content ល្អៗតាក់ទងជាមួយនឹងការចែករំលែកក៏ដូចជា motivation inspiration អាចចូល follow for more បានអរគុណ